สำหรับจัดตั้งอาคเนียได้โอเควิดีโอนี้คือสไตล์จีเนได้มีสำนางเนี่ยได้โอเควิดีโอนี้คือสไตล์เจียดาวทั้งไงได้เลยจากว่าแต่เรารุ่นมาเอาจูบจมูกนังฉบับสรุปเตียงคือสไตล์จีเนได้มีสำนางจีเนได้แต่เราผลักโดชีวิตตั้งอาคเนียจึงรีบสู้บางคนในอันวัดฉบับสรุปเตียงตั้งอาคเนียบางคนได้แล้วรุ่นเคยวิดีโอมวยนี้คือเจียมนุษย์ได้มีสำนางจ้ะจังไงนี้คือจังเยธาดำใบเอา flow របស់យើងដើម្បីឲ្យយើងនៅក្នុង flow របស់ច្បាប់សរុបទាញដើម្បីឲ្យយើងនៅក្នុង flow របស់ចក្រវាលរុញនៅអ្វីដែលល្អមកឲ្យយើងចក្រវាលបើកនៅគេហៅថាវិថីជីវិតល្អឲ្យយើងណាចាអញ្ចឹងអ្នកដែលឃើញវីដេអូមួយនេះគឺសុទ្ធតែជាអ្នកដែលមានសំណាងហើយចាអញ្ចឹងបងប្អូនដែលរុញឃើញវីដេអូក្នុងថ្ងៃនេះគឺជាអ្នកដែលមានសំណាងល្អបងប្អូនដែលជួបវីដេអូនេះគឺបងប្អូនសុទ្ធតែមានសំណាងហើយខ្ញុំសូមជម្រាបបងប្អូនទាំងអស់គ្នាថាបើបងប្អូនធុញទ្រាន់នឹងជីវិតប្រចាំថ្ងៃរបស់យើងដដែលមិនរីកចម្រើនឬក៏มันមានអ្វី work มันមានអ្វីជាថាជាដុំកពួនទេណាអញ្ចឹងបងប្អូនទាំងអស់គ្នាមក set ស្តង់ដារជីវិតថ្មីណាបងប្អូនទាំងអស់គ្នាយើងមក set ស្តង់ដារជីវិតថ្មីរបស់យើងថាតើយើងនឹងមានស្តង់ដារជីវិតបែបណាយើងនឹងចង់បានស្តង់ដារជីវិតបែបណាចាអញ្ចឹងបងប្អូនទាំងអស់គ្នាគីថ្ងៃនេះគឺតើបងប្អូនចង់បានស្តង់ដារជីវិតបែបណាចង់បានឡានថ្មីបែបណាចង់បានផ្ទះវិឡាបែបណាប្រហែលការ៉េប្រហែលជាន់ណាមានអាហារទឹកទេមានដីសល់សម្រាប់ដាំបន្លែហូបទេអូខេចង់ជិះឡានបែបណាចង់ដើរ shopping បែបណាចង់គេថាចង់មានបែបណាណាចាចង់មានបែបណាចង់សល់បែបណាបងប្អូន set ស្តង់ដារជីវិតសាថ្មីណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអើយថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសណាបងប្អូនទាំងអស់គ្នាហើយសម្រាប់ថ្ងៃចាក់ស្ដែងនេះគឺយើងគេហៅថាថ្ងៃចាប់ប្រឋានណាចាថ្ងៃអុំទូកទី1ប៉ុន្តែឆ្នាំនេះយើងអាចបានធ្វើពិធីអុំទូកធំទេតែនៅតាមវត្តផ្សេងក៏គេធ្វើដែរមែនទេបងប្អូនចានៅតាមវត្តនៅតាមទីកន្លែងដែលមានទឹកដែលគេអុំរាល់ថ្ងៃគឺអុំរាល់ថ្ងៃដែលគេអុំជាប្រចាំឆ្នាំគេអុំលេងអុំអីជាមួយគ្នានោះគឺគេធ្លាប់លេងទូកគេនៅតែលេងមែនទេបងប្អូនចាអញ្ចឹងបងប្អូនដែលនៅនេះកន្លែងថ្ងៃនេះគឺជាថ្ងៃជប់សម្រាប់ទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំចង់និយាយថាបើអ្នកធុញទ្រាន់នឹងជីវិតប្រចាំថ្ងៃនៅក្នុងថ្ងៃនេះឬក៏ថ្ងៃបន្តមកឬក៏ថ្ងៃបន្តទៅទៀតមិនតាន់ដឹងប៉ុន្តែបងប្អូនមានអារម្មណ៍ថាធុញទ្រាន់នឹងជីវិតប្រចាំថ្ងៃចូលមកកំណត់ស្តង់ដារជីវិតសាថ្មីណាបងប្អូនអើយនៅក្នុងគេហៅថាបើសិនណាជាយើងស្គាល់ច្បាប់ស្រូបទាញបើសិនណាជាយើងស្គាល់ច្បាប់កម្ពុជារបស់ពិភពលោកហើយយើងមិនគួរបណ្ដោយឲ្យជីវិតរបស់យើងនៅលើកធ្វើនៅអារ៉ាត់អារាយនៅអបាតបាយនៅឲ្យមិនដឹងថាតើយើងចង់បានជីវិតបែបណាអញ្ចឹងបើសិនណាជាបងប្អូនមិនចូលចិត្តនឹងជីវិតប្រចាំថ្ងៃដែលក្រោកមកមិនមានអ្វីថ្មីដែលក្រោកមកមិនមានអ្វីប្លែកយើងមកសិតស្តង់ដារជីវិតថ្មីណាបងប្អូនចាបងប្អូនច្បាប់ស្រុកទាញចក្រវាលនេះឲ្យយើង free អាស្រ័យទៅលើបងប្អូនចង់បានអាស្រ័យទៅលើបងប្អូនបងប្រាថ្នាដែរឬទេចាអញ្ចឹងបងប្អូនអើយការបងប្រាថ្នាការចង់បានសួរថាអ្នកណាក៏ចង់បានដែរមែនទេអ្នកណាក៏ចង់មានឡានល្អជិះអ្នកណាក៏ចង់មានផ្ទះធំទំនំខ្ពស់នៅអ្នកណាក៏ចង់បានមាសប្រាក់ពេជ្រពាក់ហូហៀពេញខ្លួនដែរមែនទេប៉ុន្តែសួរថាចង់អត់ចង់តែសួរថាប្រាថ្នាឲ្យបានច្បាស់លាស់អត់ហ៊ានប្រាថ្នាទេព្រោះជីវិតយើងប៉ុណ្ណឹងទទួលយកតែប៉ុណ្ណឹងទៅបងប្អូនអើយអានេះគឺវាខុសជាមួយនឹង flow របស់ចក្រវាលហើយចក្រវាលមានគ្រប់យ៉ាងឲ្យយើងបងប្រាថ្នាឲ្យយើងប្រាថ្នាយ៉ាងពិតប្រាកដចាប្រាថ្នាយ៉ាងពិតប្រាកដហើយក៏ចាប់ផ្ដើមមកអនុវត្ត1 2 3 4 5 6 7អញ្ចឹងទៅតាមលេខរៀងទៅតាមអ្វីដែលច្បាប់ស្រុកទាញគេចង្អុលបង្ហាញអញ្ចឹងបងប្អូនអើយដើម្បីបានស្តង់ដារជីវិតថ្មីដើម្បីបានអ្វីដែលថ្មីសម្រាប់យើងដើម្បីបានស្តង់ដារជីវិតដែលអ្នកចង់បានយើងកុំខ្លាចនឹងអនុវត្តណាកុំខ្លាចនឹងអនុវត្តអញ្ចឹងច្បាប់ស្រូបទាញឲ្យអនុវត្តបែបណាបងប្អូនកុំខ្លាចនឹងអនុវត្តបើបងប្អូនធុញទ្រាន់មិនចង់បានស្តង់ដារជីវិតដោយសពថ្ងៃចាឬក៏ចង់បានហើយប៉ុន្តែចង់បានទៀតបងប្អូន
គេយើងតែងតែនិយាយឲ្យគេឬក៏យើងតែងតែថាឲ្យគេថាអូយចង់បានអីចង់បានម្លេះមានមួយមិនស្កប់មាន10មិនស្កល់មានហើយចង់មានទៀតបានហើយចង់បានទៀតបងប្អូនអានេះជាមហិច្ឆតារបស់មនុស្សមហិច្ឆតាមិនមែនជាការលោភទេមហិច្ឆតាមិនមែនជាការលោភទេបងប្អូនចង់បានបងប្អូនប្រាថ្នាឲ្យពិតប្រាកដចក្រវាលចាំតែចាត់រៀងឲ្យយើងទេចឹងបងប្អូនចង់បានបែបណាចង់បាន500ចាត់ជីអីចង់បាន Villa Queen អីចង់បានលុយចូលមួយថ្ងៃប្រហែលបងប្អូនចាត់ចែងស្តង់ដារជីវិតរបស់យើងប្រាថ្នាឲ្យពិតប្រាកដប្រាថ្នាឲ្យពិតប្រាកដបើថាចង់បានផ្ទះតែផ្ទះបែបណាផ្ទះ Villa ប្រហែលជាន់មានចដើខាងក្នុងទេមានចដើខាងក្រៅទេមានបន្ទប់ប្រមាណមានស្តង់ដារនៅក្នុងបន្ទប់នឹងយ៉ាងម៉េចខ្លះរៀបរាប់ចាត់9អស់មកមានអាងហែលទឹកទេមានដីនៅសល់ទេហើយចង់និយាយថាតាក់តែងបែបណាបើយើងជ្រុលតែកំងឲ្យខ្ទេចរៀបរាប់ឲ្យចាត់9មកហើយតសេចេញមកស្តង់ដារជីវិតដែលបងប្អូនចង់បានបែបណាចង់ឲ្យមុខរបររបស់ខ្ញុំថ្មីរីកចម្រើនឥឡូវនេះខ្ញុំអត់ស្រឡាញ់មុខរបរចាស់នេះទេបងប្អូនទៅរៀបរាប់ខ្ញុំអរគុណមុខរបរចាស់អរគុណឲ្យខ្លាំងមែនតើហើយប្រាប់ចក្រវាលថាខ្ញុំអរគុណមុខរបរចាស់នេះណាស់ប៉ុន្តែចក្រវាលខ្ញុំក៏ចង់បានមុខរបរថ្មីមួយទៀតដែរដែលមានលុយចូលច្រើនជាងនេះដែលជួយការងារដល់មនុស្សច្រើនជាងនេះដែលខ្ញុំអាចរីកចម្រើនជាងនេះចក្រវាលចាត់ចែងឲ្យថ្មីមកឲ្យខ្ញុំប៉ុន្តែកុំភ្លេចអាចាស់ចង់បានមុខរបរថ្មីកុំភ្លេចទៅអរគុណមុខរបរចាស់ឲ្យខ្លាំងចង់បានម៉ូតូថ្មីកុំភ្លេចទៅអរគុណអាម៉ូតូចាស់ហ្នឹងឲ្យខ្លាំងហើយប្រាប់ចក្រវាលថាម៉ូតូខ្ញុំចាស់ហើយខ្ញុំចង់បានម៉ូតូថ្មីមួយទៀតដើម្បីដឹកគ្រួសារខ្ញុំដើម្បីដឹកកូនខ្ញុំទៅសាលាដើម្បីជិះឲ្យវាស្រួលជាងនេះដើម្បីខ្ញុំមានសុវត្ថិភាពជាងនេះតែខ្ញុំក៏អរគុណម៉ូតូចាស់របស់ខ្ញុំដែលជូនខ្ញុំទៅមកបានសុខសប្បាយរហូតដល់ថ្ងៃនេះបងប្អូនអើយចង់បានអ្វីបងប្អូនសេតថ្មីមកចង់បានអ្វីសេតថ្មីមកកុំខ្លាចបើគេឲ្យអនុវត្តកុំខ្លាចនឹងអនុវត្តបើបងប្អូនទៅតែថ្មីបងប្អូនចូលមកថ្មីបងប្អូនឃើញវីដេអូនេះថ្មីបងប្អូនចង់រៀនច្បាប់ស្រុកទាយបងប្អូនទៅមើល14ថ្ងៃផ្លាស់ប្ដូរជីវិតចា14ថ្ងៃផ្លាស់ប្ដូរជីវិតនៅក្នុង channel របស់ខ្ញុំនេះក៏មានដែរបងប្អូនវាយពាក្យថា14ថ្ងៃផ្លាស់ប្ដូរជីវិតទៅបងប្អូននឹងឃើញរបស់ខ្ញុំបងប្អូននឹងឃើញរបស់ម៉ែរួយក៏មានដែរចាបងប្អូនទៅមើលទៅហើយនៅក្នុង14ថ្ងៃផ្លាស់ប្ដូរជីវិតគេឲ្យធ្វើអីធ្វើហ្នឹងទៅបងប្អូនចាបងប្អូនអើយរៀនច្បាប់ស្រូបទាញឬក៏ចង់ផ្លាស់ប្ដូរឬក៏ចង់សេតស្តង់ដារជីវិតដែលយើងថ្មីទី1ត្រូវបដូរការគិតបដូរជំនឿតែកាលណាបដូរជំនឿបដូរការគិតកាលណាបដូរការគិតបដូរទង្វើកាលណាបដូរទង្វើទាំងអស់នឹងចក្រវាលក៏បដូរទិសដៅឲ្យយើងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអ្វីក៏ចេញមកពីការគិតអ្វីក៏ចេញមកពីជំនឿគេថាជំនឿបដូរជីវិតចាជំនឿរបស់បងប្អូនទៅលើអីជំនឿរបស់បងប្អូននៅកន្លែងណាបងប្អូននឹងតម្រែតម្រង់ជីវិតរបស់យើងទៅកន្លែងនោះហើយចាបងប្អូនជឿលើច្បាប់ស្រូបទាញគេថាឲ្យយើងចេះមโนឲ្យយើងចេះដាក់គោលដៅឲ្យយើងចេះprogram បងប្អូនជឿទៅលើនឹងបងប្អូននឹងតម្រែតម្រង់ជីវិតបងប្អូននឹងខំ program បងប្អូននឹងខំមโนបងប្អូននឹងចេះដាក់គោលដៅចាព្រោះអីច្បាប់ស្រូបទាញគឺដើរទន្ទឹមជាមួយនឹងច្បាប់ធម្មជាតិគិតអ្វីបាននឹងធ្វើអ្វីបាននឹងដូចគេថាដាំស្វាយបានផ្លែស្វាយដាំដូងបានផ្លែដូងដូចគ្នាបងប្អូនច្បាប់ស្រូបទាញថាឲ្យមโนឃើញអីបាននឹងតែមិនមែនមួយថ្ងៃមិនមែន2ថ្ងៃបងប្អូនអើយចាប់ពី21ថ្ងៃឡើងទៅចាប់ពី21ថ្ងៃឡើងទៅ21ថ្ងៃម្ដង21ថ្ងៃ2ដង21ថ្ងៃ3ដងរហូតដល់90ថ្ងៃคล้ายទៅជាទម្លាប់คล้ายទៅជាសន្តានអញ្ចឹងចាប់ពី90ថ្ងៃឡើងទៅអ្វីនឹងឲ្យផលខ្លះអញ្ចឹងបងប្អូនមិនមែនថាច្បាប់ស្រុកទាញជាផ្លូវកាត់នៃជីវិតហើយយើងធ្វើថ្ងៃហ្នឹងបានផលស្អែកទេចាអញ្ចឹងថ្ងៃនេះគឺយើងមកយល់ទាំងអស់គ្នាទោះបីជាច្បាប់ស្រុកទាញធ្វើការលឿនធ្វើការក្នុងរយៈពេលខ្លីឲ្យយើងក៏ប៉ុន្តែមិនមែនខ្លីរហូតដល់ថាធ្វើថ្ងៃនេះបានស្អែកដែរចាគឺ90ថ្ងៃបងប្អូនធ្វើឲ្យបាន90ថ្ងៃចាប់ពី21ថ្ងៃឡើងទៅបងប្អូននឹងឃើញផលខ្លះចាប់ផ្ដើមសប្បាយចិត្តចាប់ផ្ដើមរីករាយចាប់ផ្ដើមគេហៅថា
មានសមិទ្ធផលចូលខ្លះៗប៉ុន្តែចាប់ពី90ថ្ងៃឡើងទៅបានបងប្អូនឃើញផលតែម្ដងចាអញ្ចឹងបងប្អូនអនុវត្តទៅរឿយយ៉ាងខ្ជាប់ខ្ជួនមានអនុវត្តទៅរឿយហើយយ៉ាងរញ៉េរញ៉ៃណាចាអនុវត្តទៅរឿយយ៉ាងខ្ជាប់ខ្ជួនមโนអើយដាក់គោលដៅមโนឃើញគោលដៅ program take energy ណាបង្កើន energy រួមគឺធ្វើគ្រប់បែបយ៉ាងសមាធិសូត្រធម៌ចាអញ្ចឹងបងប្អូនធ្វើឲ្យគ្រប់បែបយ៉ាងស្តង់ដារជីវិតថ្មីរបស់បងប្អូនចង់បានបែបណាដាក់ចេញមកចាចក្រវាលនឹងចាត់ចែងឲ្យបងប្អូនគ្រប់យ៉ាងតាន់ពេលតាន់វេលាហើយមកគេហៅថាមកលឿនជាងការគិតមកច្រើនលើសពីការសុំសំខាន់ឲ្យតែបងប្អូនមានវានៅក្នុងចិត្តមានវានៅក្នុងចិត្តបងប្អូននឹងមានវានៅក្នុងដៃចាមានវានៅក្នុងចិត្តបងប្អូននឹងមានវានៅក្នុងដៃអញ្ចឹងបងប្អូនចង់បានស្តង់ដារជីវិតបែបណាចង់មានលុយពេញកាបូបចង់ទៅ shopping ដើរចាយអស់ប្រហែលពាន់ប្រហែលម៉ឺនដុល្លារក៏បានបងប្អូនដាក់មកចាចង់ហោះទៅប្រទេសណាចង់ទៅញ៉ាំបាយថ្ងៃត្រង់នៅសិង្ហបុរីចង់មកគេងនៅភ្នំពេញវិញឬក៏ចង់បានយ៉ាងម៉េចចក្រវាលចាត់ចែងឲ្យបងប្អូនគ្រប់យ៉ាងគ្រាន់តែថាមិនមែនមួយថ្ងៃពីរថ្ងៃអនុវត្តចាប់ពី90ថ្ងៃឡើងទៅ21ថ្ងៃឃើញផលខ្លះតែបើ30ថ្ងៃឡើងទៅ90ថ្ងៃម្ដង90ថ្ងៃពីរដងមានន័យថាធ្វើរាល់ថ្ងៃប៉ុន្តែមិនមែនមួយថ្ងៃចាអញ្ចឹងបងប្អូនតន់កន្លែងហ្នឹងណាអញ្ចឹងចង់បានស្តង់ដារជីវិតបែបណាសេតសារថ្មីចាបើមិនឆ្លាញ់ឥឡូវហ្នឹងទេណាបើមិនឆ្លាញ់ស្តង់ដារជីវិតពេលហ្នឹងទេទៅសិតសារថ្មីចាចង់មានវីឡាអីចង់រស់នៅបែបណាចង់រស់នៅជនបទឬក៏ចង់រស់នៅទីក្រុងឬក៏ចង់រស់នៅចង់មានផ្ទះលំហែនៅមាត់សមុទ្រចង់មានផ្ទះលំហែនៅមាត់ទន្លេកន្លែងណាសេតសារថ្មីមកណាបងប្អូនចាមិនយូរលើសពីការរងចាំចក្រវាលនឹងចាត់ឲ្យបងប្អូនប៉ុន្តែសំខាន់គឺច្បាស់លាស់បើឡានបែបណាម៉ាកអីពណ៌អីគឺសិតឲ្យច្បាស់ចាអញ្ចឹងចក្រវាលចូលចិត្តអ្នកច្បាស់លាស់មិនថាបងប្អូនចង់បានអីទេឲ្យតែច្បាស់លាស់ចាមិនមែនថាខ្ញុំមិនក៏បានដែរចង់បានឡានមួយជាងគេចង់មានកន្លែងរស់នៅស្អាតសមរម្យគេសួរថាកន្លែងរស់នៅស្អាតសមរម្យនឹងបែបណានិយាយឲ្យច្បាស់មកចង់បានវីឡា Queen ហ្នឹងមិនហ៊ានប្រាថ្នាទេវីឡា Queen ហើយចង់បានផ្ទះល្វែងណាចង់បានទេចង់បានអាធម្មតាសួរថាអាធម្មតានឹងបែបណាចាអញ្ចឹងបងប្អូនឲ្យច្បាស់លាស់កន្លែងហ្នឹងណាចា